ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនដែលស្រឡាញ់នៅវិស័យកសិកម្មជាពិសេសគឺអ្នកដែលចិញ្ចឹមសត្វជ្រូកបាទថ្ងៃនេះខ្ញុំបាននឹងថតសកម្មភាពមួយចំនួនតាក់ទងជាមួយនឹងជ្រូករបស់ខ្ញុំដែលទៅតែកើតកូនបាទពុកម៉ែបងប្អូនបាទហើយសម្រាប់មេជ្រូករបស់ខ្ញុំដែរគឺខ្ញុំធ្វើការកំងស្ពែមបង្កាត់ជាមួយនឹងឌឺរ៉ុកពុកម៉ែបងប្អូនបាទនេះគឺជាកូនឌឺរ៉ុកដែលខ្ញុំទិញពីកសិដ្ឋានចិញ្ចឹមជ្រូកនៅក្នុងខេត្តកណ្ដាលពុកម៉ែបងប្អូនបាទយើងធ្វើការកំងយកស្ពែមដើម្បីយកមកបង្កាត់ជាមួយនឹងមេជ្រូករបស់យើងហើយយើងឃើញថាកូនរបស់វាគឺខ្ញុំទទួលបានអារម្មណ៍ថាល្អខ្លាំងមែនទែនពុកម៉ែបងប្អូនបាទព្រោះថាមេជ្រូកនេះគឺជាមេជ្រូកដែលកំមុំពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំទៅតែធ្វើការបង្កាត់លើកទី1ទេចំពោះមេជ្រូកមួយនេះពុកម៉ែបងប្អូនបាទវាជាមេក្រមុំអញ្ចឹងហើយចំពោះអត្រាកូនវិញគឺបានត្រឹមតែ6ក្បាលតែប៉ុណ្ណោះពុកម៉ែបងប្អូនបាទ6ក្បាលខ្ញុំមានអារម្មណ៍ថាពួកវាកើតមកគឺវែងខ្លាំងមែនតើពុកម៉ែបងប្អូនបាទព្រោះថាជ្រូកខ្ញុំគឺជាប្រភេទមេជ្រូកដែលកាត់ជាមួយនឹងយ៉កសៀអញ្ចឹងខ្ញុំយកមេយ៉កសៀបង្កាត់ជាមួយនឹងបាឌឺរ៉ុកអញ្ចឹងកូនមកពិតជាខ្ញុំពិតជាវែងយើងមានអារម្មណ៍ថាវាថ្លោះខ្លាំងមែនតើបងប្អូនបាទហើយកូនជ្រូកនេះគឺមានអាយុកាលតែ1ថ្ងៃទេពុកម៉ែបងប្អូនបាទ1ថ្ងៃកូនពីយប់ព្រឹកឡើងខ្ញុំថតពុកម៉ែបងប្អូនបាទដោយសារតែពេលយប់យើងថតអាកើតវាល្ងឹតអញ្ចឹងពេលព្រឹកឡើងខ្ញុំថតឲ្យពុកម៉ែបងប្អូនបានមើលអញ្ចឹងទៅហើយអាយុកាល1ថ្ងៃគឺធំខ្លាំងមែនតើបាទប៉ុនជ្រូកគេ2-3ថ្ងៃពុកម៉ែបងប្អូនបាទហើយការបង្កាត់នេះគឺខ្ញុំសាក់លបងបង្កាត់លើមេដែលទៅតែរកឈ្មោលជាធម្មតាមេជ្រូករកឈ្មោលចាប់ពី2ដងទៅចំពោះមេកំមុំតើយើងអាចបង្កាត់បានក៏ប៉ុន្តែខ្ញុំចង់សាកមើលថាតើបង្កាត់សារទី1ដែលគេតែងតែគិតថាវាបង្កាត់មិនជាប់ឬក៏បង្កាត់ទៅមានបញ្ហាដល់ជ្រូកអញ្ចឹងខ្ញុំក៏សាកលបងសាកមើលខ្ញុំចង់ដឹងថាតើការបង្កាត់របស់ខ្ញុំហ្នឹងគឺវាទទួលបានជោគជ័យអត់ទៅលើមេជ្រូកដែលរកឈ្មោលសារទី1ហើយយើងដាក់បរោយបងប្អូនបាទព្រោះភាគច្រើនមេជ្រូកគឺគេឲ្យរកឈ្មោលបាន2សារឡើងទៅទើបធ្វើការបង្កាត់ឬក៏ដាក់បាប៉ុន្តែខ្ញុំមួយសារគឺខ្ញុំដាក់បង្កាត់តែម្ដងអញ្ចឹងមិនអីពុកម៉ែបងប្អូនបាទលទ្ធផលចេញមកគឺកូនបាន6គ្រាប់ហើយកូនរបស់វាគឺថ្លោះល្អមែនទែនពុកម៉ែបងប្អូនបាទហើយវីដេអូរបស់ខ្ញុំមិនមានអ្វីវែងឆ្ងាយទេខ្ញុំគ្រាន់តែថតបង្ហាញនៅសកម្មភាពតាក់ទងជាមួយនឹងការដែលខ្ញុំបានបង្កាត់ទៅលើមេជ្រូកដែលរកឈ្មោលមួយសារហើយខ្ញុំដាក់តែម្ដងចំពោះមេកំមុំអញ្ចឹងសូមពុកម៉ែបងប្អូនជួយចុច Subscribe ក៏ដូចជាដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានព័ត៌មានក៏ដូចជាវីដេអូថ្មីពីខ្ញុំបាទដែលជាអ្នកផលិតវីដេអូតាក់ទងជាមួយនឹងកសិករចិញ្ចឹមសត្វសូមអរគុណសូមគោរពជម្រាបលា